សូមគោរពជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីកម្មវិធីគេដំណើរចម្រៀងខ្មែរបានវិលមកជួបលោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ផ្សាយជាថ្មីម្ដងទៀតហើយតាមពេលវេលាដែលបានកំណត់ដែលកម្មវិធីនេះមានរយៈពេល1ម៉ោងគឺផ្សាយរាល់រាត្រីថ្ងៃអាទិត្យចាប់ពីថ្មនេះរហូតដល់ម៉ោង8បាទជាធម្មតាគឺលោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់តែងតែជួបជាមួយនឹងខ្ញុំបាទតារាច័ន្ទរួមជាមួយនឹងអ្នកនាងចិន្តាហើយសង្ឃឹមថាលោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តនៅក្នុងរាត្រីនេះប្រកាសជាមានភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារចាច់ជាមិនខានរួមផ្សំជាមួយនឹងអាហារដ៏មានរសជាតិនិងស្ដាប់កម្សាន្តជាមួយនឹងកម្មវិធីគេដំណើរចម្រៀងខ្មែរដែលអមជាមួយនឹងបទចម្រៀងពីរោះកាលពីអតីតកាលកម្មវិធីគេដំណើរចម្រៀងខ្មែរតែងតែពំនាំនៅប្រវត្តិរបស់តារាចម្រៀងតន្ត្រីករកវីអ្នកនិពន្ធកាលពីទសវត្សរ៍ឆ្នាំ60ឬឆ្នាំ70មកធ្វើការអធិប្បាយជូនលោកយាយលោកតាពុកម៉ែបងប្អូនឲ្យបានជ្រាបកាលពីរាត្រីសប្តាហ៍មុនយើងបានអធិប្បាយបញ្ចប់អំពីប្រវត្តិរបស់តារាចម្រៀងនិងជាតន្ត្រីករផ្នែកត្រុំប៉ែតមួយរូបគឺលោកកុលសែមដែលលោកជាអ្នកចម្រៀងស៊ីវិល័យមួយរូបបើជាទូទៅឃើញថាបទចម្រៀងរបស់លោកដែលច្រៀងនៅក្នុងចំនួននោះគឺភាគច្រើនគឺមានទម្រង់ច្រើនជាបទចង្វាក់រាំវង់បាទកន្ទ្រឹមឬក៏ឡាំលាវដូចជាបទតវ៉ៅយំឆ្លងបទលលោកទុំមេឃស្វាយបទស្រីខ្មៅមាបងដែលជាទូទៅយើងបានភ័ន្តច្រឡំថាបទមនរងាវនិងមានបទចម្រៀងជាច្រើនទៀតដែលភាគច្រើនមានទម្រង់ជាបទចង្វាក់ឡាំលាវបាទខ្ញុំបានសូមរំលឹកឡើងវិញអំពីប្រវត្តិរបស់តារាចម្រៀងជើងចាស់របស់យើងនិងជាតន្ត្រីករផ្នែកត្រុំប៉ែតគឺលោកកុលសែមត្រឹមតែប៉ុណ្ណេះចុះបាទឲ្យសូមជម្រាបសួរដៃគូផងដែរបាទនៅនាងចិន្តាថ្ងៃនឹងសុខទុក្ខយ៉ាងណាដែរចាជម្រាបសួរនាងខ្ញុំសុខសប្បាយទេអរគុណច្រើនជាលោកតារាច័ន្ទវិញបាទខ្ញុំបាទសុខទុក្ខជាធម្មតាទេចាហើយមិញនេះរៀបរាប់យ៉ាងលង្រង់លលួចបើកក្បាលកម្មវិធីគេដំណើរចម្រៀងខ្មែរគឺរំលឹកអំពីប្រវត្តិរបស់លោកកុលសែមមែនទេបាទពិតមែនហើយបានឲ្យសម្រាប់រាត្រីដ៏សែនមនោរម្យនេះហើយនៅនាងចិន្តានឹងពំនាំនៅប្រវត្តិរបស់តារាចម្រៀងតន្ត្រីករឬក៏កវីនិពន្ធសម្រាប់ចែកជូនលោកយាយលោកតាឲ្យបានជ្រាបនោះចានៅក្នុងរាត្រីនេះក្នុងកម្មវិធីគេដំណើរចម្រៀងខ្មែរនាងខ្ញុំលើកយកអំពីបរោះកំពូលសម្រែកមួយរូបចាដែលគាត់ជាសិល្បករដ៏ល្បីល្បាញខាងផ្នែកចម្រៀងដែលមានសម្លេងខ្ពស់ហើយចូលចិត្តច្រៀងបទដែលមានដូចថាទំនួញរៀងតឹងបត់បែនត្អូញត្អែព្រមទាំងគាត់នឹងជាកវីនិពន្ធមួយរូបដែលមានទឹកដៃល្អប្រពៃផងដែរចាបាទចាហើយលើពីនេះគាត់គឺជាអ្នកចម្រៀងដែលជាប់ឯកតកម្មខាងមានកូនច្រើនជាងគេផងដែរបាទមានថាមានលក្ខណៈពិសេសថែមមួយកម្រិតទៀតណាចាលោកតារាច័ន្ទចាំទេតារាចម្រៀងកាលពីសម័យទសវត្សរ៍ឆ្នាំ60 70ឬក៏ជាកវីតន្ត្រីករនិងអ្នកនិពន្ធណាតើរូបណាមួយដែលមានភរិយាច្រើនជាងគេបាទនៅចាំបាទគឺបុរសដែលមានភរិយាច្រើនជាងគេគឺលោកសុខម៉ាត់បាទមានភរិយាទៅដល់9 7ហ៎បាទដល់7នោះចាលោកសុខម៉ាត់គឺជាអ្នកចម្រៀងដែលជាប់ឯកតកម្មខាងមានប្រពន្ធច្រើនជាងគេសិល្បករយើងរូបនេះវិញបាទគឺជាប់ឯកតកម្មដូចគ្នាខាងមានកូនច្រើនកូនច្រើនអត់ទាន់បង្ហើបប្រាប់លោកយាយលោកតាអ៊ំពូមីមីងទេថាលោកគឺជាអ្នកណាចាប៉ុន្តែសម្លេងរបស់លោកនាងខ្ញុំចូលចិត្តណាលោកបាទខ្ញុំក៏ដូចគ្នាដែរឃើញថាសម្លេងគាត់ដង្ហើមវែងបាទបកាយស្រែកចាសំឡេងមូលកលួចសំឡេងតូចទេតែស្រែកបានខ្ពស់បាទហើយបើបត់ណាកាន់តែតឹងនាងខ្ញុំកាន់តែចូលចិត្តបាទជាពិសេសបត់មួយនោះបើសិនជាប្រាប់ទៅលោកយាយលោកតាដឹងត្មងបើលើលាក់សិនណាបាទបន្តិចទៀតយើងរៀបចំបត់ចម្រៀងដែរជាកិច្ចស្វាគមន៍ប៉ុន្តែអត់រៀបចំបត់លោកទេចារៀបចំបត់លោកសិនស៊ីសមុទ្រអ្នកស្រីរស់សេរីសុធាបាទចាបត់យើងកុំភ្លេចគ្នាបាទចាយើងកុំភ្លេចគ្នាលោកតារាច័ន្ទទោះបីជាបន្តិចទៀតនាងខ្ញុំត្រូវទៅបរទេសអីក៏ដោយចាយើងកុំភ្លេចគ្នាហើយត្រៀមការមកវិញមិនយូរទេទៅដើរលេងដែរយូរហ៎បាទទៅបរទេសហ្នឹងហើយបរទេសខាងនោះជលគិរីឥឡូវហ្នឹងស្ទើរតែបាត់បង់ហើយរទេសដូចមានតកោយន្តទេណោះបាទរទេសមានប៉ុន្តែពីច្រើនបដូរលក្ខណៈទ្រង់ទ្រាយដើមបាទពីកង់ឈើមកកង់
កៅស៊ូចាហើយពាក់បីជើងទៀតគោបាទហើយជិះរទេះពីច្រើនគឺលែងមានចតុលហើយចាបាទអញ្ចឹងលែងមានក្បាច់បែបទម្រង់ពីដើមទៀតហើយចាបាទបែបកូនកាត់រទេះកូនកាត់ណាចារទេះកូនកាត់ហើយបើសិនជាចង់ឃើញរទេះដែលលក្ខណៈបុរាណមានតែទៅសារមន្ទីរឬក៏ប្រហែលជាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់នៅរក្សាទុកនៅកេរដំណែលនេះផងដែរចាអ្នកកំពុងឆ្នាំងរបស់យើងក៏មានតាំងនៅគេឋានរបស់គាត់ផងដែរចាគាត់តាំងបាទបើមិនចឹងទេគេធ្វើជារទេះហ្នឹងមិនតែតូចជាងមុនណាចាដាក់តាំងសម្រាប់ជាវត្ថុអនុស្សាវរីយ៍នៅតាមគេហដ្ឋានទៅវិញចាហ្នឹងហើយគឺជារូបរាងពិតនៃរទេះខ្មែរពីបុរាណចាឥឡូវចង់បរទេសទៀតគឺពិបាកមិនសូវមានទេមានតែគោយន្តតែសម័យតេជោចាឥឡូវដើម្បីកុំឲ្យគាត់ទន្ទឹងរង់ចាំចង់ដឹងអំពីប្រវត្តិរបស់លោកចាយើងខ្ញុំទាំងពីរអ្នកសូមរៀបចំជូននៅបទចម្រៀងជាកិច្ចស្វាគមន៍ដែលមានចំណងជើងថាយើងកុំភ្លេចគ្នាដូច្នេះសូមគោរពអញ្ជើញលោកយាយលោកតាពុកម៉ែបងប្អូនរីកកំសាន្តជាមួយនឹងបទចម្រៀងនេះដោយមេត្រីកើយគូវាអូយរូបងកំងារកំពុងជាគ្នាទាំងសន្សាមកឲ្យផ្ការីសាយបំភ្លឺស្នេហ៍យើងថ្ងៃលេងខែរះឡើងស្នេហ៍យើងនៅគឺដចាំបំភ្លេចតាមចេះចុកភ្លេចបាញ់ទាំងរលកបំបោកផ្ដាច់ឲ្យយើងភ្លេចគ្នាបានភ្លេចមិនបានទេភ្លេចមិនដេចបានណាអូននោះសូនសង្ខារលត់ចិត្តក្បត់មានទេណែរយពាន់អឿនជាតិបើគ្មានមិនឃ្លៀបមកមែននសែនរីសប្បាយ
ខំ แม่ขมุมแกรบกา ក្រេបកាតែមួយក្រេបទាំងព្រួយលំងខ្មុំបងមិនមែនតាវ៉ា ตานอนนาเชื่อบ้า គង់នឹកខ្មានថាក្បត់មិនបាច់ក្បត់ទេស្នេហ៍ត្រូវតែជឿគ្នាមេត្តាមេត្តាបងសញ្ចាថាស្នេហ៍តែមួយ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  កំព្រួយ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  អូបូនអើយជាវាសនា មាននរណាชอบលេងទេខ្មាស់ទេយ៉ាងណាស្រឡាញ់គ្នាពេញគ្នាទៅវិញ អូន មក យ៉ាងកុំភ្លេងគ្នា ចាស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានលោកអ្នកកំពុងស្ដាប់កម្មវិធីកេរដំណើរចម្រៀងខ្មែរផ្សាយចេញពីវិទ្យុភ្នំក្រាំងដីមាសកម្រិត 92.3 MHz ខេត្តកំពង់ឆ្នាំងយើងខ្ញុំទាំងពីរអ្នកកំពុងតែត្រៀមធ្វើការអត្ថាធិប្បាយអំពីប្រវត្តិសិល្បករដ៏ល្បីល្បាញមួយរូបផ្នែកចម្រៀងហើយក៏ជាកវីនិពន្ធផងដែរប៉ុន្តែគាត់មានឯកតេយ្យកម្មមួយដ៏ពិសេសគឺមានកូនច្រើនជាងគេចាបន្ទាប់ពីស្ដាប់នៅបទចម្រៀងយើងកុំភ្លេចគ្នាហើយលោកតារាច័ន្ទមានអារម្មណ៍មិនដែរ បាទក្រោយពីបានស្ដាប់បទចម្រៀងនេះមានអារម្មណ៍ថាយើងលែងបែកគ្នាទៀតហើយ ចាយើងតែយើងអត់ភ្លេចគ្នាយើងស្ថិតនៅក្នុងចិត្តគ្នាទៅវិញទៅមកអត់បែកគ្នាណា បាទទោះជាដល់ទីណាកន្លែងណាក៏នៅតែចិត្តគ្នាដដែល ចាអញ្ចឹងហើយក៏ប៉ិតដែរណា បាទ មានអីធំជាងស្នេហាឯង ចាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាសូមតាមដានស្ដាប់អំពីប្រវត្តិរបស់សិល្បករចាស់ថ្មីមួយរូបទៀតដែលគាត់បានប្រសូតនៅឆ្នាំ 1934 ហើយបាត់បង់ជីវិតនៅក្នុងឆ្នាំ 1976 សូមតាមដានស្ដាប់ទាំងអស់គ្នាដូចតទៅ ដីក៏គង់ដងទងអៅវ៉ាសមុទ្រក្នុងក្រៅ ចំពោះទេពកោសល្យនិងភាពអស្ចារ្យរបស់សិល្បករសិល្បករនីកវីនិពន្ធនិងតន្ត្រីកររៀមច្បងទោះយើងនិយាយដល់សក់ស្កូវក៏មិនចេះធុញទ្រាន់មិនចេះចប់មិនចេះហើយនិងស្ដាប់មិនខ្ជិលដែរផ្ទុយទៅវិញពេលគេឮនិយាយយើងរត់តែចូលចិត្តធ្វើឡើងកុំថាឡើយពេលទំនេរបាទទោះពេលកំពុងបំពេញការងារហើយលើគេលើកអំពីបទចម្រៀងលើកអំពីប្រវត្តិរបស់អស់លោកនោះមកជជែកគ្នាក៏យើងច្បាស់ជារំលែកអារម្មណ៍មួយផ្នែកផ្ទៀងស្ដាប់ដោយយកចិត្តទុកដាក់ដែរ កុំថាឡើយតែអ្នកមិនទាន់ដឹងសូម្បីតែអ្នកស្រាវជ្រាវដឹងពីរឿងរ៉ាវលម្អិតរបស់លោកជាច្រើនប៉ុន្តែបើមានអ្នកណាជំនុំគ្នានិយាយពីសិល្បករកវីនិពន្ធទាំងនោះក៏យើងផ្ទៀងផ្ទាត់តាមដានដូចគេដែរ មិនដឹងជាខ្ញុំធ្លាប់និយាយរួចហើយឬក៏នៅទេថាកាលពីក្មេងពេលស្ដាប់ចម្រៀងរបស់រៀមច្បងខ្ញុំតែងមានអារម្មណ៍ស្រមៃថាអ្នកចម្រៀងប្រុសនិងអ្នកចម្រៀងស្រីទាំងនោះដែលកំពុងច្រៀងឆ្លើយឆ្លងគ្នាដូចជាលោកស៊ិនស៊ីសមុទ្រនិងអ្នកស្រីរស់សេរីសុធាជាដើមពួកគាត់គឺជាគូសង្សារនឹងគ្នា
ឬជាប្តីប្រពន្ធមែនទែនដោយមិនដឹងថាវាគ្រាន់តែជាខ្លឹមសារចម្រៀងប៉ុណ្ណោះទេម្យ៉ាងទៀតយើងតែងគិតថាចម្រៀងទាំងនោះសុទ្ធតែជារឿងពិតរបស់អ្នកចម្រៀងឬអ្នកនិពន្ធជំនាន់នោះព្រោះខ្លឹមសារនៃបទនីមួយៗធ្វើឲ្យអារម្មណ៍ពិចារណាយល់ឃើញបែបនេះបែបនោះជានិច្ចឧទាហរណ៍នៅពេលខ្ញុំឮបទស្រីដែលខ្ញុំស្អប់ឬដែលសប្តាហ៍ថ្ងៃគេនិយមហៅចំណងជើងខុសថា20ឆ្នាំក្នុងគុកនោះខ្ញុំគិតថាលោកស៊ិនស៊ីសមុទ្រប្រហែលជាជាប់គុក20ឆ្នាំដោយសារតែប្រពន្ធផាត់តែមានប្រុសថ្មីមែនហើយលុះពេលឮបទឈាមប្រឡាក់ដៃខ្ញុំយើងគិតថាលោកស៊ិនស៊ីសមុទ្រប្រហែលជាអ្នកសម្លាប់ប្រពន្ធមែនហើយពេលបានស្ដាប់បទបោះឈូងឬបទអង្គុញកាយ3យើងគិតថានៅថ្ងៃបុណ្យចូលឆ្នាំអ្នកចម្រៀងទាំងនោះប្រហែលជានាំគ្នាលេងបោះអង្គុញលេងចោលឈូងរួចច្រៀងលេងដូចខ្លឹមសារបទចម្រៀងមែនហើយចម្រៀងនោះប្រហែលគេយកមញ៉េទៅថតទុកពេលពួកគេកំពុងលេងបោះអង្គុញចោលឈូងនោះហើយមើលទៅរីឯនៅពេលឮបទរដូវច្រូតកាត់ឬដែលសពថ្ងៃគេនិយមហៅចំណងជើងខុសថាថ្ងៃមិញបង្ហួចលើខ្នងក្របីនោះខ្ញុំគិតតាមអារម្មណ៍ត្រង់ភ្លឹងតែម្ដងដែរថាលោកស៊ិនស៊ីសមុទ្រកាលពីថ្ងៃមិញប្រហែលជាគាត់ជិះក្របីកាត់ស្រែហើយហួចហៅគូសង្សារគាត់ឲ្យទៅលេងរំវង់នៅពេលជប់នៃថ្ងៃបុណ្យចូលឆ្នាំមែនហើយទើបគាត់ច្រៀងបែបនេះសំណាងបណ្ដាលឲ្យបានជួបព្រះកល្យាណអូនល្អដូចចានតែលរះចូលបានឃើញចិនពងចង់ណាស់ណខ្ញុំស្រឡាញ់ស្មារតីមិនរៀននឹងខ្សែឡាយមុំទួមានរបងបាត់បាំងចិត្តជុំក៏មាននៅចាំណាគ្រប់គ្នា
សាដល់ហើយលេចឡើយមិនភ្លៀងធម្មជាតិស្រែជាមួយគ្នានោះដោយសារចម្រៀងនីមួយហាក់ធ្វើឲ្យយើងឃើញទិដ្ឋភាពពិតៗនៅនឹងភ្នែកជួនកាលធ្វើឲ្យស្រមៃថាខ្លួនយើងគឺជាតួអង្គប្រុសនៅក្នុងចម្រៀងនោះតែម្ដងហើយនឹកថានារីក្នុងចម្រៀងនោះគឺជាសង្សាររបស់យើងផងដែរបើទោះគ្រានោះយើងនៅជាកុមារមិនទាន់ស្គាល់អ្វីដែលហៅថាស្នេហាក៏ដោយការស្រមៃឃើញដោយអារម្មណ៍រវើរវាយបន្តបន្ទាប់ទៀតដូចជាថាបើសិនជាខ្ញុំមានស្នេហាដូចក្នុងខ្លឹមសារចម្រៀងនោះមែនមិនដឹងជារំភើបសប្បាយយ៉ាងណាទេព្រោះពេលនោះអត្ថន័យនៅក្នុងបទចម្រៀងទាំងនោះវាស៊ីគ្នានឹងជីវភាពអ្នកស្រុកស្រែចំការដូចជារូបខ្ញុំណាស់អ្វីដែលជាសកម្មភាពរបស់អ្នកស្រែចំការទាំងឡាយតែងតែធ្វើឲ្យដក់ជាប់ក្នុងអារម្មណ៍គ្រប់ពេលវេលាព្រលឹមស្រាងកសិករប្រុសស្រីទាំងឪពុកម្ដាយរបស់គេទាំងឪពុកម្ដាយរបស់ខ្ញុំនាំគ្នាបរទេសគោដឹកនាងគាល់ដឹករនាស់ចេញទៅស្រែគ្រប់គ្នាចំណែកក្រមុំខ្លះជួតក្រមាខ្លះស្ពាយសំណុំបាយខ្លះស្ពាយបំពង់ទឹកនាំគ្នាកាន់កណ្ដៀវដើរទាំងហ្វូងចេញទៅច្រូតស្រូវយ៉ាងសប្បាយរីឯកុមារីទាំងគេទាំងយើងនាំគ្នាដឹកគោទៅខ្វៀលយ៉ាងពពាក់ពពូនបែរមកលោកតាអង្គុយវិញខ្សែគោព្រមទាំងជក់ថ្នាំស្លឹកសង្កែយ៉ាងស្ងៀមស្ងាត់ឯលោកតាខ្លះអង្គុយចောင်းហោងជុំវិញប៉ាន់តែពិភាក្សាគ្នាអំពីសត្វគោសត្វក្របីថាគោណាក្រយ៉ៅល្អគោណាស្នែងកែកស្នែងកន្ទែកឬគោណាបោកខ្ពស់ស្អាតជាដើមងាកមកមើលលោកយាយនៅផ្ទះបំពេចៅបញ្ចុកបបរនិងអង្គុយបុកម្លូស្លាជាដើមបែរមកព្រះសង្ឃវិញព្រឹកម៉ោង 8ចាប់ផ្ដើមចេញនិមន្តបិណ្ឌបាតជាក្រុមតាមភូមិនានាពេលដើរមើលពីចម្ងាយឃើញតែពណ៌ក្រហមឆើតគួរគយគុណពេកកន្លងព្រោះយប់ឡើងពេលខែភ្លឺកំឡោះក្រមុំព្រមទាំងក្មេងៗនាំគ្នាលេងល្បែងកម្សាន្តនានាយ៉ាងសប្បាយក្រៃលែងខ្លះលេងបិទមុខបិទពួនខ្លះលេងឈូសមឹកខ្លះលេងខួងដែលយើងតែងហៅថាលេងកៃគឺជាល្បែងលេងស្ទាត់ដេញចាប់គ្នាឈរតាមខ្សែរីឯអ្នកខ្លះលេងស្វាដណ្ដើមទីខ្លះលេងឆក់ស្លឹកឈើខ្លះលេងស្ដាច់ចង់ខ្លះលេងខ្សឹបផ្កាខ្លះលេងឆ្មាចាប់កណ្ដុរលេងទាញព្រាត់ខ្លះលេងលាក់កន្សែងខ្លះទៀតលេងត្រឡាចល្ពៅនិងខ្លះលេងពង្រត់កូនក្រមុំជាដើមក្នុងទឹងផ្កាលឿងនឹករឿងស្រុកស្រែត្រពាំងស្រងាពេលខែស្រូវទុំឈូករន់ស្បៃរឿងរីរយក្រពុំការស្រស់លឿងទុំក្នុងសួនវាស្មាស្រនងស្រងស្រែចុងខែកដឹកលៀងយល់រអឹកនឹករឿងខ្លោចផ្សាលួយស្រឡាញ់ស្រីលក្ខក្នុងអរ៉ាសូមលោកមេបាមេត្តាប្រណីសំលេងតាវ៉ៅពេលអស្ដងពុតសូសារលត់បាំងបាត់រស្មីបងរួមកំព្រាជាមួយរាត្រីចំណូលនីរដីប្រណីខ្ញុំផងរាត្រីរនោយសល់តែតារាមួយគុណវេហាយិនដា
ចងវាសនា ត្រីរនោចសល់តែតារាគុណគុណវេហាចិន្តាមួគេសពេញវ័យមានម្ចាស់គ្រប់គ្រងរមានបំណងសូមចងវាសនា លោកយាយលោកតាពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីការធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់តារាចម្រៀងនៅក្នុងរាត្រីនេះឃើញថាយើងទើបតែបានរៀបរាប់អំពីប្រវត្តិទូទៅរបស់លោកនៅឡើយនោះទេប៉ុន្តែមិនទាន់បានបង្ហាញឈ្មោះតើលោកជាអ្នកណាចាមិញនេះលោកយាយលោកតាគាត់បានដែតដងជាមួយនឹងបទចម្រៀងព្រោះដែលអមនៅក្នុងកម្មវិធីហើយយើងខ្ញុំបានធ្វើការអត្ថាធិប្បាយអំពីការរំលឹកឡើងវិញចានៅតាមស្រុកស្រែចំការបាទចានិយាយទៅដល់ពេលយើងចូលតួលោកតារាច័ន្ទមានអារម្មណ៍គិតថាខ្លួនកំពុងតែស្ថិតនៅក្នុងតំបន់នោះកាលពីសម័យនោះដែរហ្នឹងណាបាទចាសម័យឃើញលោកយាយលោកតាគាត់អង្គុយមិនមែនលោកយាយទេលោកតាអង្គុយវិញខ្សែគោបាទចាលោកយាយយល់ចៅកូនណាគេមិនគាត់យល់ដឹងកូនណាខ្លះទៀតកូនលោកតារាច័ន្ទនឹងឯងចាមករឹងពីបកែដែរហ្នឹងណាបាទហើយកូននាងចិន្តានោះតាអ្នកបំពេវិញអត់ទេតាមិញជាប់វិញខ្សែគោតាហ្នឹងហើយខ្ញុំអត់កាន់នោះនៅទេនាងខ្ញុំនៅក្នុងរឹងទេមិនដឹងមិញបាទចាគិតមើលតាំងពីសម័យឆ្នាំ1930ជាងណោះបាទយើងនឹងដឹងនៅណាអីណីទេបាទមានន័យថាអត់ទាន់បានមានបំណងថាមកនៅស្រុកខ្មែរឡើយណាកាលនោះនៅណានៅឯនាយសមុទ្រដែរនៅឯនាយសមុទ្រនៅឡើយទេចាហើយអញ្ចឹងលោកយាយលោកតាអ៊ំពូមីមីងដែលកំពុងស្ដាប់ទាំងអស់គ្នាក៏អត់ទាន់បានជ្រាបដែរថាសិល្បករដែលយើងខ្ញុំធ្វើការអត្ថាធិប្បាយនៅក្នុងសប្តាហ៍ដំបូងនេះជាអ្នកណាបាទចាលាក់ទៀតលាក់សិនហ្នឹងលាក់សិនទៀតបាទធ្វើអីលោកយាយលោកតាចង់ដឹងកាន់តែខ្លាំងឡើងចាដូច្នេះសប្តាហ៍ក្រោយនឹងបានជ្រាបហើយថាតើអ្នកចម្រៀងដែលជាប់ឯកតកម្មខាងមានកូនច្រើនជាងគេកាលពីសម័យនោះគឺជាអ្នកណាបាទចាកុំភ្លេចតាមដានស្ដាប់ណាបាទដោយសារតែពេលវេលាកម្មវិធីគេដំណើរចម្រៀងខ្មែរសូមផ្អាកការធ្វើអត្ថាធិប្បាយត្រឹមតែប៉ុណ្ណេះហើយសូមអធិស្ឋានពីសំណាក់លោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តស្ដាប់ផងដែរបាទនៅយើងខ្ញុំទាំងពីរនាក់បាទធ្វើការអត្ថាធិប្បាយឬក៏ធ្វើការឆ្កងចាដោយប្រការណាសូមខន្តីអភ័យទោសទាំងអស់គ្នាបាទចាជុលលាក់ឲ្យលាក់បន្តិចទៀតអញ្ចឹងកុំខឹងសបាអីចាសន្យាធ្វើការអត្ថាធិប្បាយជាបន្តនឹងបង្ហាញទៅដល់លោកយាយលោកតាឲ្យដឹងថាលោកជាអ្នកណានៅរាត្រីសប្តាហ៍ក្រោយចាហើយតកតងជាមួយនឹងបទចម្រៀងដែលយើងខ្ញុំអមនៅក្នុងកម្មវិធីក៏អត់បានរៀបចំជូនបទលោកដែរចាគឺភាគច្រើនសម្បូរអធិរាជសម្លេងមាសសិនស៊ីសមុទ្រហើយនឹងអ្នកចម្រៀងស្រីគឺអ្នកស្រីរស់ស្រីសុធាឬក៏អ្នកស្រីប៉ែនរ៉នជាដើមចាបើសិនបង្ហាញចម្រៀងលោកតាមការអមគឺដឹងបាត់ហើយចាអញ្ចឹងលាក់ទៀតសប្តាហ៍ក្រោយនឹងបានជ្រាបចាហើយនៅចុងកម្មវិធីគឺយើងខ្ញុំទាំងពីរអ្នកសូមគោរពជូនពរលោកយាយលោកតាអ៊ំពូមីមីងដែលតែងតែនិយមគាំទ្រចូលចិត្តស្ដាប់កម្មវិធីនេះសូមឲ្យទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនជាពិសេសហ្នឹងគឺថារាត្រីនេះចូលដំណេកសូមបានលងលក់ទល់ភ្លឺទាំងអស់គ្នាចាសម្រាប់ពេលនេះខ្ញុំបាទតារាច័ន្ទនាងខ្ញុំសុចិន្តាសូមអរគុណសូមជម្រាបលារាត្រីសួស្តីរ
រើតាមយន្តរងគេថាមិនស្មោះជាស្រីសាវាតែតាមការពិតពាក្យគេមុំតាបងមកជ្រាបរារត់ប្រាំពីអូអង្គរាបងចាថាមិនប្រគ្រានេះប្រុសក្បត់គ្រានេះប្រុសក្បត់ភ្លេចអង្គសង្ឃខ្ញុំក្រកម្មក្រាំងប៉ុន្តែតាមក្បួនជីវិតឲ្យលូតផុតកង់ទុក្នាមជាអ្នកបំរើតាមយន្តហោះគេថាមិនស្មោះជាស្រីសាវាតែតាមការពិតពាក្យគេមុំតាបំមកជ្រាបរារត់ប្រាំពីអូអង្គរាបងចាថាមិនប្រគ្រានេះប្រុសក្បត់គ្រានេះប្រុសក្បត់ភ្លេចអង្គសង្ឃខ្ញុំក្រកម្មក្រាំងប៉ុន្តែតាមក្បួនជីវិតឲ្យលូតផុតកង់